អ្នកចិត្តខាងនៅបន្ទប់ជួលឆ្នាំ2018ភ្នំពេញនៅពេលយប់មិនដែលស្ងប់ទេសំឡេងម៉ូតូសំឡេងមនុស្សស្រវឹងភ្លើងអគារខ្ពស់ៗនិងមនុស្សរាប់ពាន់នាក់ដែលរស់នៅជិតគ្នាតែគ្មានអ្នកណាស្គាល់អ្នកណាពិតប្រាកដពេលនោះខ្ញុំអាយុ25ឆ្នាំខ្ញុំឈ្មោះវីរៈជាបុគ្គលិកក្រុមហ៊ុនឯកជនតូចមួយប្រាក់ខែមិនសូវច្រើនហើយដោយសារទើបបែកពីសង្សារខ្ញុំសម្រេចចិត្តចាកចេញពីកន្លែងចាស់ដើម្បីចាប់ផ្ដើមជីវិតថ្មីមិត្តរួមការងារម្នាក់ប្រាប់ខ្ញុំថាមានបន្ទប់ជួលតម្លៃថោកមួយនៅម្ដុំដើមកតែអគារនឹងចាស់បន្តិចណាស់អត់អីទេឲ្យតែថោកបានហើយខ្ញុំសើចតបតែបើខ្ញុំដឹងថាកន្លែងនោះមិនមែនសម្រាប់មនុស្សរស់ខ្ញុំប្រហែលមិនដាវចូលទៅថ្មីនោះទេដុនច្រាស់អគារជួលនោះមាន4ជាន់ជញ្ជាំងចាស់ប្រឡាក់ស្នាមទឹកជណ្ដើរបែកនិងភ្លើងច្រោះផ្លូវដែលធឺភឺរលត់ដូចក្នុងរឿងខ្មោចនៅមុខអគារមានដើមចេកធំមួយដែលស្លឹកវាបកសូស៊ូទោះគ្មានខ្យល់ខ្ញុំមានអារម្មណ៍ចម្លែកតាំងពីឈរមើលវាលើកដំបូងម្ចាស់ផ្ទះជួលជាស្ត្រីចំណាស់ម្នាក់ឈ្មោះមីងច័ន្ទគាត់ស្គមសក់ស្កូវហើយភ្នែកគាត់មើលទៅដូចមនុស្សមិនសូវគេងពេលគាត់នាំខ្ញុំឡើងជាន់ទី3ខ្ញុំចាប់អារម្មណ៍ថាជាន់នោះស្ងាត់ខ្លាំងស្ងាត់រហូតដូចគ្មានមនុស្សរស់នៅជាន់នេះអត់មានអ្នកជួលច្រើនទេមីងគាត់ស្ងៀមមួយសន្ទុះមុនឆ្លើយមនុស្សមិនសូវចូលចិត្តនៅហេតុអីគាត់មិនឆ្លើយគ្រាន់តែដាវបន្តយឺតបន្ទប់ខ្ញុំលេខ307ហើយបន្ទប់ជាប់308ទ្វារបន្ទប់308ចាស់ខ្លាំងលើទ្វារមានស្នាមក្រហមដូចស្នាមក្រចែអូសខ្ញុំសើចលេងអ្នកនៅបន្ទប់នេះចិញ្ចឹមឆ្មាមែនមីងច័ន្ទឈប់ដើរភ្លាមហើយនិយាយដោយសំឡេងទាបបើឮសំឡេងពីបន្ទប់ជាប់កុំបើកទ្វារខ្ញុំសើចតិចមានខ្មោចមែនមីងតែមីងច័ន្ទមិនសើចទេគាត់សម្លឹងមុខខ្ញុំយូរនៅទីនេះមនុស្សខ្លះមិនបានចេញទៅណាទេដុនច្រាស់ថ្ងៃដំបូងអ្វីហាក់ដូចធម្មតាខ្ញុំទៅធ្វើការពេលព្រឹកត្រឡប់មកវិញពេលល្ងាចតែពេលយប់ខ្ញុំចាប់ផ្ដើមឮសំឡេងពីបន្ទប់308ដំបូងគឺសំឡេងកៅអីអូសយឺតក្រែកបន្ទាប់មកសំឡេងដើរហើយពេលខ្លះសំឡេងស្ត្រីយំយប់ទី3ម៉ោងជិតទីទាភ្លឺមានសំឡេងគោះទ្វារតុបខ្ញុំភ្ញាក់ឡើងតែងងុយអ្នកណាស្ងាត់បន្ទាប់មកសំឡេងស្ត្រីខ្សឹបពីក្រៅទ្វារជួយខ្ញុំផងសំឡេងនាងខ្សោយខ្លាំងដូចមនុស្សកំពុងយំខ្ញុំស្ទើរតែបើកទ្វារតែភ្លាមនោះខ្ញុំនឹកឃើញពាក្យមីងច័ន្ទបើឮសំឡេងពីបន្ទប់ជាប់កុំបើកទ្វារខ្ញុំសម្រេចមិនបើកទ្វារតែសំឡេងនោះនៅតែបន្តសូមជួយខ្ញុំផងគេកំពុងសម្រាប់ខ្ញុំចាប់ផ្ដើមត្រចះខ្នងព្រោះសំឡេងនោះមិនមែននៅមុខទ្វារខ្ញុំទេវាដូចជាចេញពីក្នុងជញ្ជាំងពីបន្ទប់308ថ្ងៃបន្ទាប់ខ្ញុំចូលទៅទិញបាយក្រោមអគារខ្ញុំសួរមីងច័ន្ទមីងអ្នកនៅបន្ទប់308ជាអ្នកណាមីងច័ន្ទដែលកំពុងរៀបចំផ្កាធូបស្រាប់តែឈប់ដៃនាងឈ្មោះស្រីនិចនាងធ្វើការអីអត់ដឹងទេនាងមិនសូវនិយាយជាមួយអ្នកណាហើយហេតុអីខ្ញុំមិនដែលឃើញនាងមីងច័ន្ទសម្លឹងមុខខ្ញុំស្ងាត់មនុស្សខ្លះមិនចង់ឲ្យគេឃើញទេដុនច្រាស់យប់នោះខ្ញុំត្រឡប់ទៅធ្វើការយឺតពេលដើរឡើងជាន់ទី3ខ្ញុំឃើញស្ត្រីម្នាក់ឈរមុខបន្ទប់308សក់វែងស្លៀកអាវសហើយឈរបាយខ្នងខ្ញុំគិតថាជាស្រីនិចសួស្ដីនាងមិនតបខ្ញុំដើរចូលបន្ទប់ខ្លួនឯងតែពេលបិទទ្វារខ្ញុំឮសំឡេងនាងខ្សឹបពីក្រោយកុំចេញក្រោយយប់នេះខ្ញុំងាកយកភ្លាមតែចកផ្លូវទេគ្មានមនុស្សយប់នោះម៉ោងប្រហែល2ទាភ្លឺខ្ញុំឮសំឡេងមនុស្សរត់នៅច្រកផ្លូវតាប់បន្ទាប់មកសំឡេងបុរសស្រែកខឹងឈប់រត់ហើយសំឡេងស្ត្រីយំសូមមកវ៉ាខ្ញុំមើលតាមរន្ធទ្វារហើយអ្វីដែលខ្ញុំឃើញធ្វើឲ្យខ្ញុំឈាំកកមានបុរសម្នាក់ឈរមុខបន្ទប់308ដៃគាត់កាន់កាំបិតហើយឈាមពេញអាវគាត់សម្លឹងត្រង់មកទ្វារខ្ញុំយឺតមុខគាត់ញញឹមឯងក៏ឃើញនាងដែរភ្លាមនោះភ្លើងច្រកភ្លឺរលត់ខ្ញុំថយក្រោយតែងញ
ពេលភ្លឺភ្លឺឡើងវិញគ្មានមនុស្សទៀតថ្ងៃបន្ទាប់ខ្ញុំទៅប៉ុកប៉ូលីសតែពេលខ្ញុំនិយាយពីបន្ទប់308ប៉ូលីសទាំងអស់សម្លឹងមុខគ្នាមន្ត្រីចាំងមិនញ៉ាក់សួរខ្ញុំយឺតឯងរស់នៅទីនោះបាទគាត់ដកដង្ហើមធន់បន្ទប់308បិទចោល5ឆ្នាំហើយខ្ញុំស្លេកមុខអីមានករណីឃាតកម្មបេះដូងខ្ញុំលោតខ្លាំងស្រីនិចត្រូវសង្សារសម្រាប់ខឹងបន្ទប់នោះឈ្មោះស្រីនិចប៉ូលីសសម្លឹងមុខខ្ញុំភ្លាមឯងដឹងឈ្មោះនាងខ្ញុំចាប់ផ្ដោញដៃម្ចាស់ផ្ទះជួលប្រាប់ខ្ញុំមន្ត្រីចាស់ស្ងៀមបន្តិចមុននិយាយម្ចាស់ផ្ទះជួលអាគារនោះស្លាប់2ឆ្នាំហើយខ្ញុំស្ទើរឈប់ដកដង្ហើមអត់ទេខ្ញុំទើបនិយាយជាមួយគាត់ម្សិលមិញគ្មានអ្នកណានិយាយអីទៀតទេយប់នោះខ្ញុំត្រឡប់ទៅអាគារវិញទាំងភ័យតែពេលខ្ញុំទៅដល់អាគារទាំងមូលងងឹតស្ងាត់គ្មានមនុស្សគ្មានសម្លេងខ្ញុំឡើងជាន់ទី3យឺតហើយអ្វីដែលខ្ញុំឃើញធ្វើឲ្យខ្ញុំស្ទើរដួលច្រកផ្លូវទាំងមូលពេញទៅដោយធូលីនិងសម្បុកពីងដូចគ្មានមនុស្សរស់នៅរាប់ឆ្នាំរួមទាំងបន្ទប់ខ្ញុំដែរ307ទ្វារបន្ទប់ពុកចាស់មានស្នាមប៉ូលីសបិទពីមុខខ្ញុំថយក្រោយទាំងស្លេកមុខមិនអាចទេភ្លាមនោះសំឡេងស្ត្រីខ្សឹបពីក្រោយខ្ញុំទីបំផុតអ្នកឃើញការពិតហើយខ្ញុំងាកក្រោយយឺតស្រីនិចឈរនៅទីនោះតែមុខនាងពោពេញទៅដោយឈាមកនាងមានស្នាមកាប់ជ្រៅខ្ញុំញ័រធឿនទាំងអស់នាងជាខ្មោចមែននាងមិនឆ្លើយគ្រាន់តែសម្លឹងមុខខ្ញុំទាំងទឹកណែកខ្ញុំរងចាំញាក់យូរហើយចង់បានអីពីខ្ញុំនាងញញឹមសោកស្ដាយខ្ញុំចង់ឲ្យអ្នកចាំភ្លាមនោះរូបភាពជាច្រើនចូលក្នុងក្បាលខ្ញុំឃើញយប់មួយឃើញបុរសម្នាក់កំពុងកាប់សេរីនិកក្នុងបន្ទប់308ឈាមហូរពេញជញ្ជាំងនាងស្រែកយំគុំសម្លាប់ខ្ញុំតែបុរសនោះមិនឈប់ហើយពេលគាត់ងាកមុខមកខ្ញុំស្ទើរដួលព្រោះបុរសនោះគឺខ្ញុំចាប់ផ្ដើមឈឺក្បាលខ្លាំងអនុស្សាវរីយ៍ដែលបាត់ទៅជារានឆ្នឹមត្រឡប់មកវិញដួលទឹកបាក់ត្មុំ5ឆ្នាំមុនខ្ញុំនិងសេរីនិចជាសង្សារគ្នាពួកយើងរស់នៅបន្ទប់307និង308ជាមួយគ្នាដំបូងអ្វីល្អណាស់នាងជាមនុស្សស្លូតបុតស្រឡាញ់ខ្ញុំខ្លាំងហើយតែងរងចាំខ្ញុំត្រឡប់មកធ្វើការរាល់យប់តែខ្ញុំជាមនុស្សប្រច័ណ្ឌខ្លាំងខ្ញុំមិនចូលចិត្តឲ្យនាងនិយាយជាមួយបុរសផ្សេងយប់មួយខ្ញុំផឹកស្រវឹងហើយឃើញសេរីនិចកំពុងនិយាយទូរស័ព្ទខ្ញុំគិតថានាងក្បត់ខ្ញុំពួកយើងឆ្លោះគ្នាខ្លាំងនាងយំហើយព្យាយាមពន្យល់តែខ្ញុំមិនស្ដាប់កំហឹងធ្វើឲ្យខ្ញុំឆ្កវៃខ្ញុំយកកំបិតពីផ្ទះបាយហើយកាប់នាងម្ដងពីរដងរហូតឈាមហូរពេញហិតនាងដួលមុខបន្ទប់តែភ្នែកនាងនៅតែសម្លឹងខ្ញុំទាំងទឹកណែកនាងខ្សឹបពីចុងក្រោយខ្ញុំនៅតែស្រឡាញ់អ្នកខ្ញុំស្រែកទាំងភ័យហើយរត់ចេញពីអាគារតែពេលរត់កាត់ផ្លូវខ្ញុំត្រូវឡានបុកស្លាប់ភ្លាមខ្ញុំដួលលើឥដ្ឋទាំងដកដង្ហើមញាប់ចុះខ្ញុំស្រីនិចយំតិចញាក់ក៏ស្លាប់ដែរខ្ញុំមើលដៃខ្លួនឯងស្បែកចាប់រំរលាយឈាមហូរចេញពីក្បាលខ្ញុំមិនមែនមនុស្សរស់ទេខ្ញុំគ្រាន់តែជាវិញ្ញាណដែលមិនព្រមទទួលយកការពិតស្រីនិចដើរមកជិតខ្ញុំយឺតរាល់យប់ញាក់នៅតែដើរត្រឡប់មកទីនេះអីញាក់ភ្លេចអ្វីដែលញាក់ធ្វើហើយរស់នៅយប់ដដែលខ្ញុំចាប់ផ្ដៅយំខ្ញុំសុំទោសទឹកនេកស្រីនិចហូរយឺតខ្ញុំរងចាំពាក្យនេះ5ឆ្នាំហើយខ្ញុំលុតជង្គង់យំដូចមនុស្សឆ្កវៃតែស្រីនិចញញឹមសោកស្ដាយតែវាយឺតពេកហើយភ្លាមនោះច្រកផ្លូវទាំងមូលប្រែទៅជាក្រហមដូចឈាមសំឡេងយប់នោះលាន់ម្ដងទៀតសំឡេងនាងស្រែកសំឡេងខ្ញុំស្រែកសំឡេងកំបិតកាប់លាន់ពេញអាគារស្រីនិចខ្សឹបនេះជានរករបស់ពួកយើងគេនិយាយថាអាគារចាស់ជាន់ទី3នោះត្រូវគេទុកចោលរហូតដល់សពថ្ងៃអ្នកខ្លះដែលដើរកាត់ពេលយប់តែងឮសំឡេងស្ត្រីយំចេញពីបន្ទប់308ហើយពេលខ្លះគេឃើញបុរសម្នាក់ឈរនៅមុខបន្ទប់307មុខពោពេញទៅដោយឈាមកំពុងខ្សឹបពាក្យដដែលខ្ញុំសុំទោសតែគ្មានអ្នកណាដឹងទេថាគាត់កំពុងសុំទោសអ្នកណាឬប្រហែលជាគាត់កំពុងសុំទោសខ្លួនឯងចម្លើយទាំងអស់ក៏បាត់បង់ទៅជាមួយយប់នោះដែរ